ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកចៀនសាច់គោទឹកម្រេចញ៉ាំជាមួយទឹកម្រេចយើងលាងសាច់គោឲ្យស្អាតមុនដំបូងបន្ទាប់មកយើងដាក់ខ្ទះឲ្យក្តៅនិងដាក់ប៊ឺចូលយើងធ្វើការរំលែងប៊ឺឲ្យវារលាយសព្វខ្ទះទៅបន្ទាប់មកយើងក៏ធ្វើការដាក់ជាមួយនឹងខ្ទឹមដើម្បីឲ្យឈ្ងុយហើយនឹងសាច់គោដែលយើងត្រូវចៀនចាយើងគ្របសាច់គោទុកមកផ្សេងបន្ទាប់មកក៏យើងចាប់ផ្ដើមប្រែវាចុះឡើងដើម្បីឲ្យសាច់វាឆ្អិនល្អបន្ទាប់មកយើងទៅធ្វើទឹកត្រីម្រេចរបស់យើងហាន់ខ្ទឹមជាចំណិតដើម្បីដាក់ក្នុងទឹកត្រីហើយនឹងធ្វើការដាក់ម្រេចតាមចំណង់ចំណូលចិត្តដែលយើងចង់ញ៉ាំអញ្ចឹងណាហើយយើងបន្ថែមជាមួយនឹងម្ទេសបើបងប្អូនណាចង់ញ៉ាំហឹរយើងដាក់ម្ទេសច្រើនបើអត់ចង់ដូចខ្ញុំដាក់ល្មមបានហើយយើងមានខ្ទឹមក្រហមបន្ទាប់មកយើងធ្វើការដាក់ទឹកត្រីចូលបន្តិចជាបន្ថែមគ្រឿងជាមួយនឹងម្សៅស៊ុបស្ករប៊ីចេងបន្ទាប់មកគឺក្រូចឆ្មាចាទឹកម្រេចគឺខ្វះមិនបានគឺក្រូចឆ្មាហ្នឹងហើយបងប្អូនណាចង់ញ៉ាំជូរក៏ដាក់ច្រើនទៅអត់ទេដាក់តិចបានហើយយើងមកមើលសាច់របស់យើងវិញបានឆ្អិនហើយបងប្អូនយើងធ្វើការដួសដាក់ចានដើម្បីយកទៅហាន់ឥឡូវយើងមកផ្សំគ្រឿងទឹកម្រេចរបស់យើងភ្លក្សសាបប្រៃល្មមហើយយើងទុកមួយផ្សេងទៅឥឡូវយើងមកធ្វើការចិតសាច់គោចារួចរាល់ហើយបងប្អូនចាទឹកម្រេចសាច់គោចៀនឥឡូវយើងធ្វើការភ្លក្សទាំងអស់គ្នាបងប្អូនតើឆ្ងាញ់អត់សម្រាប់នាងខ្ញុំគឺចូលចិត្តរសជាតិដែលខ្ញុំធ្វើចាគឺសាច់វានៅទន់ល្មមឆ្ងាញ់ចាអរគុណបងប្អូនដែលបានតាមដានមើលការធ្វើម្ហូបរបស់ខ្ញុំ